យើងខ្ញុំសូមជំរាបជូនបងប្អូននៅក្រុងប៉ោយប៉ែតទាំងអស់ឲ្យបានជ្រាបថាសម្រាប់កំណត់ផ្លូវជាតិលេខ5ចន្លោះពីផ្សារកណ្ដាលទៅដល់កូនដំរីហើយនឹងផ្លូវជាតិលេខ58គឺស្នើសុំបិទចរាចរណ៍ទាំងស្រុងហើយក្នុងម៉ោងនេះសមត្ថកិច្ចយើងគឺបិទចរាចរណ៍ទាំងស្រុងហើយដោយសារយោធាសៀមបានធ្វើការបាញ់ផ្លោងជញ្ជ្រុំមកកាន់រមូល58និងចិត្តដើមពោលោកយាយម៉ៅហើយគ្រាប់បានធ្លាក់នៅលើគៀកនឹងផ្លូវជាតិលេខ5បានជះគ្រាប់មកលើផ្លូវជាតិលេខ5ហើយនឹងផ្លូវជាតិលេខ58ហើយក៏បណ្ដាលឲ្យអ្នកដំណើរដែលធ្វើដំណើរឆ្លងកាត់ដោយរថយន្តតូរីសពណ៌លឿងមួយនោះបានរងរបួស2អ្នកផងដែរដូច្នេះហើយសូមបងប្អូនមេត្តាយោគយល់សម្រាប់ការធ្វើដំណើរចរាចរណ៍លើផ្លូវជាតិលេខ5ចេញពីផ្សារកណ្ដាលទៅកាន់លោកយាយម៉ៅឬក៏កូនដំរីឡើងទៅអូជ្រៅសេរីសុភ័ណ្ឌហើយនឹងការធ្វើដំណើរចូលវិញទាំងផ្លូវទាំងពីរនេះគឺស្នើសុំបិទចរាចរណ៍ទាំងស្រុងមួយរយៈសិនរងចាំសភាពការស្ងប់ស្ងាត់បន្តិចយើងខ្ញុំនឹងបន្តទៀតសូមបងប្អូនមេត្តាយោគយល់ទាំងអស់គ្នានៅក្នុងម៉ោងនេះព្រោះឥឡូវនេះក្រុមការងាររបស់យើងគឺនៅបន្តគ្រប់គ្រងចរាចរណ៍ជូនបងប្អូនជៀសវាងបាទបងប្អូនមានគ្រោះថ្នាក់ដោយយថាហេតុណាមួយសូមមេត្តាយោគយល់ទាំងអស់គ្នាដោយក្តីគោរពនេះគឺព្រឹកថ្ងៃទី26ខែធ្នូឆ្នាំ2025នៅក្រុងប៉ោយប៉ែតសូមអរគុណ